សូមជូនរឿងខ្មោចក្មេងក្រោយផ្ទះជំរាបសួរអ្នកទាំងអស់គ្នារឿងខ្លីមួយនេះគឺវាបានកើតឡើងយូរឆ្នាំមកហើយតាំងតែពីខ្ញុំរៀនអនុវិទ្យាល័យម្លេះឥឡូវចាប់បរិញ្ញាមានការងារធ្វើយូរដែរហើយខ្ញុំជាអ្នកខេត្តកណ្ដាលហើយកាលនោះផ្ទះរបស់ខ្ញុំគឺមានទីតាំងនៅជាប់របងវត្តមួយសូមមិនបញ្ចេញឈ្មោះទេតាំងពីក្មេងមកខ្ញុំនេះមិនធ្លាប់មានបញ្ហាជាមួយនឹងវត្តនោះទេគឺខ្ញុំចង់សម្ដៅទៅលើពពួកអមនុស្សព្រោះឯនៅក្នុងវត្តដែលនៅជាប់ផ្ទះខ្ញុំនឹងសម្បូរទៅដោយភ្នោនិងចេតិយមែនទែនហើយមានទាំងបច្ឆាដុតខ្មោចទៀតផងប៉ុន្តែក្រោយពេលចូលដល់វ័យរៀនអនុវិទ្យាល័យបើតាមចាំគឺពេលដែលវ៉ាកងថ្នាក់ទី8ត្រៀមចូលថ្នាក់ទី9នោះខ្ញុំក៏បានជួបរឿងមួយដែលនឹកស្មានមិនដល់គឺមានថ្ងៃមួយនោះក៏មានក្មេងស្រីម្នាក់គាត់បានស្លាប់បើតាមមើលរូបថតប្រហែលអាយុមិនដល់5ឆ្នាំទេហើយសពរបស់ក្មេងស្រីម្នាក់ហ្នឹងគឺត្រូវបានឪពុកម្ដាយគេយកមកបញ្ចុះនៅក្នុងបរិវេណវត្តក្បែរផ្ទះខ្ញុំនឹងឯងគេមិនបានបូជាដូចជាមនុស្សធំឡើយរំលងពីនោះបានប្រហែល10ថ្ងៃល្ងាចមួយប្រហែលជាម៉ោង6ខ្ញុំក៏បានឡើងទៅលើផ្ទះធ្វើស្អីមិនដឹងទេពេលមើលតាមបង្អួចទៅក្នុងបរិវេណវត្តខ្ញុំស្រាប់តែបានឃើញក្មេងស្រីម្នាក់កំពុងតែអង្គុយលេងកូនឡានជ័រនៅក្បែរភ្នោក្មេងស្រីដែលត្រូវគេបញ្ចុះថ្ងៃមុននោះឯងពេលហ្នឹងខ្ញុំក៏និយាយតិចម្នាក់ឯងថាចុះកូនចៅអ្នកណាគេអីក៏ក្លាហានម្លេះនិយាយរួចខ្ញុំក៏ដើរចេញពីបង្អួចព្រោះយល់ថាក្មេងហ្នឹងប្រហែលមកជាមួយឪពុកម្ដាយដើម្បីមកបោសសម្អាតឬអុជធូបសែនអ្វីមួយតែដោយមិនអស់ចិត្តបន្តិចក្រោយមកខ្ញុំក៏ដើរទៅរកបង្អួចដើម្បីមើលម្ដងទៀតព្រោះមុននេះខ្ញុំដូចជាមិនបានឃើញអ្នកណាក្រៅពីក្មេងស្រីម្នាក់នឹងឡើយដល់ពេលដើរទៅមើលជាលើកទី2ហ្នឹងខ្ញុំស្រាប់តែឃើញនាងកំពុងតែឡើងឈរលើភ្នោដៃម្ខាងកាន់កូនតុក្កតាឯដៃម្ខាងទៀតកាន់កូនឡានជ័រគឺឃើញឈរស្ងៀមដោយមិនធ្វើសកម្មភាពអ្វីទាំងអស់ហើយនៅជុំវិញនោះពិតជាអត់ឃើញមាននរណាមែនខ្ញុំចាប់ផ្ដើមព្រឺសម្បុរព្រោះយល់ថាខ្លួនឯងកំពុងតែឃើញខ្មោចខ្ញុំប្រញាប់ទាញបង្អួចបិទវិញយ៉ាងលឿនរួចក៏រត់ចុះទៅខាងក្រោមជាមួយនឹងអារម្មណ៍ដែលនៅតែបន្តភ័យខ្លាចគ្មានស្រាកស្រានបន្តិចសោះប៉ុន្តែខ្ញុំមិនបាននិយាយអ្វីប្រាប់នរណាឡើយហើយពេលចុះទៅដល់ខាងក្រោមបានឃើញអ្នកផ្ទះនិងបានមើលទូរទស្សន៍បន្លប់ផងនោះអារម្មណ៍ភ័យខ្លាចក៏ចាប់ផ្ដើមស្រាកស្រានទៅវិញច្រើនយប់នឹងដដែលខណៈកំពុងគេងខ្ញុំស្រាប់តែបានឮសំឡេងក្មេងស្រីយំពេលហ្នឹងខ្ញុំមិនបានគិតទៅដល់រឿងខ្មោចស្អីនោះទេទោះបីទើបតែជួបរឿងចម្លែកពីក្បាលប្រលប់ក៏ដោយគឺខ្ញុំយល់ថាវាជាសំឡេងរបស់កូនអ្នកជិតខាងប៉ុណ្ណោះប៉ុន្តែក្រោយពេលគេងស្ដាប់សំឡេងនឹងមួយសន្ទុះទៅខ្ញុំក៏ឮវាមកកាន់តែគៀកផ្ទះខ្ញុំមិនមែនឮគៀកមកពីចំហៀងទេគឺឮគៀកមកពីក្រោយដែលជាផ្នែកជាប់នឹងរបងវត្តនោះឯងដល់អញ្ចឹងខ្ញុំក៏ចាប់ផ្ដើមឆ្ងល់ថាហេតុអីបានជាឮមកពីក្រោយទៅវិញឬមួយក្មេងស្រីម្នាក់នឹងផ្លោះរបងចូលទៅក្នុងវត្តដោយចង់ដឹងខ្ញុំក៏បើកបង្អួចមើលបន្តិចទៅពេលនោះខ្ញុំស្រាប់តែបានឃើញនរណាម្នាក់កំពុងតែឈរនៅលើរបងវត្តរូបរាងគេខ្មៅសម្គាល់មិនបានមើលមិនយល់ថាជានរណាឡើយប៉ុន្តែខ្ញុំឃើញភ្នែកគេមានពណ៌ក្រហមដូចអំពូលភ្លើងឃើញភ្លាមខ្ញុំនេះក៏ដឹងបាត់ទៅហើយថានរណាជាអ្នកយំមុននេះហើយអ្នកយំនឹងក៏ប្រហែលមិនមែនជាមនុស្សដែរដល់អញ្ចឹងខ្ញុំក៏ទាញបង្អួចបិទវិញលាន់សូរក្រាំងប៉ុន្តែសំឡេងក្មេងយំនឹងគឺនៅតែបន្តឮធ្វើឲ្យខ្ញុំនេះព្រឺសម្បុរខ្លាំងមែនទែនប៉ុន្តែមិនហ៊ានចុះទៅក្រោមនោះទេនិយាយទៅគឺមិនហ៊ានសំបីក្រើកខ្លួនបានត្រឹមតែសំងំគេងនៅលើគ្រែនឹងឯងតោះតែមួយសន្ទុះធំក្រោយមកទើបសំឡេងយំនឹងវាចាប់ផ្ដើមខ្សោយទៅហាក់ដូចជាម្ចាស់សំឡេងកំពុងតែដើរចេញទៅឆ្ងាយក្រោយពេលសំឡេងនឹងបានស្ងាត់បាត់ទៅទាំងស្រុងមិនទាន់នឹងបានប្រឡែងដង្ហើមធំមួយផងសំឡេងឆ្កែលូក៏បានបន្លឺឡើងតពីក្រោយធ្វើឲ្យខ្ញុំនេះបាសសក់ម្ដងទៀតតែមិនសូវជាខ្លាចដូចពេលឮសំឡេងក្មេងស្រីយំនោះទេនិយាយពីកម្មវិធីបុណ្យសពគឺគេតែងតែមានកម្រងផ្កាដែលតម្រូវឲ្យដាក់រូបថតរបស់អ្នកស្លាប់
នៅចំចន្លោះកណ្ដាលហើយក្មេងស្រីដែលត្រូវបានគ្រួសារយកមកបញ្ចុះហ្នឹងក៏មានកម្រងផ្កានោះដែរដោយវាត្រូវបានគេដករូបថតចេញនិងដាក់ផ្អែកចោលនៅក្បែរដើមឈើមួយជិតភ្នំនឹងឯងរំលងពីនោះមកបានមួយថ្ងៃខ្ញុំក៏បបួលមិត្តភក្តិខ្ញុំចូលទៅលេងនៅក្នុងវត្តគឺចង់ទៅឲ្យដល់ភ្នំក្មេងស្រីម្នាក់នឹងតែម្ដងណាមួយវាជាពេលថ្ងៃអញ្ចឹងហើយដូចជាគ្មានអ្វីគួរឲ្យខ្លាចឡើយតែមិនអញ្ចឹងឯណាក្រោយពេលពួកខ្ញុំ3នាក់ដើរទៅជិតដល់ភ្នំមួយហ្នឹងកម្រងផ្កាដែលគេដាក់ផ្អែកចោលនៅនឹងដើមឈើសុកវាស្រាប់តែរលំដួលដោយខ្លួនឯងទាំងដែលគ្មានខ្យល់ទាល់តែសោះវាធ្វើឲ្យពួកខ្ញុំនេះភ្ញាក់ផងភ័យផងរួចក៏ប្រញាប់នាំគ្នារត់ត្រឡប់មកផ្ទះវិញបាត់ជើងសោះព្រាតនិយាយទៅរឿងរ៉ាវចម្លែកដែលខ្ញុំបានជួបគឺមានតែប៉ុណ្្នឹងទេប៉ុន្តែរឿងមិនទាន់ចប់ឡើយគឺមិត្តភក្តិរបស់ខ្ញុំដែលត្រូវជាក្មួយរបស់ព្រះសង្ឃនៅក្នុងវត្តនោះវាបានជួបរឿងចម្លែកគួរឲ្យខ្លាចមួយវាបានរៀបរាប់ប្រាប់ខ្ញុំថាប្អូនស្រីរបស់វាគឺមានអាយុស្របាលទៅនឹងក្មេងស្រីដែលស្លាប់ថ្ងៃមុននោះឯងហើយថ្ងៃមួយឪពុកម្ដាយរបស់ក្មេងដែលស្លាប់នឹងក៏បានយល់សប្តិឃើញកូនស្រីរបស់ខ្លួនកំពុងឈរហាលភ្លៀងនៅក្បែរដើមឈើជិតភ្នំជាមួយនឹងសភាពអាក្រាតកាយនិងនិយាយទាំងញ័រមាត់ថារងាណាស់ដល់អញ្ចឹងពួកគាត់ក៏បានទិញសម្លៀកបំពាក់យកមកប្រគេនព្រះសង្ឃដើម្បីឲ្យលោកវេទៅកាន់កូនខ្លួនហើយបន្ទាប់ពីវេរួចលោកក៏មិនដឹងថាត្រូវយកខោអាវនឹងទៅធ្វើអីទើបលោកយកវាមកប្រគល់ឲ្យក្មួយស្រីដែលត្រូវជាប្អូនមិត្តភក្តិខ្ញុំនឹងឯងហើយពេលយកខោអាវនឹងចូលក្នុងផ្ទះអ្នកផ្ទះវាក៏ចាប់ផ្ដើមសង្កេតឃើញរឿងប្លែកៗជាច្រើនគឺប្អូនស្រីម្នាក់នឹងចាប់ផ្ដើមចេះនិយាយម្នាក់ឯងហាក់ដូចជាសន្ទនាជាមួយនរណាម្នាក់អញ្ចឹងដល់ពេលសួរនាំទៅគាត់ក៏ប្រាប់មកថាគាត់និយាយលេងជាមួយមនុស្សមិត្តភក្តិហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាព្រឺក្បាលគឺប្អូនស្រីនឹងនិយាយថាមិត្តភក្តិគាត់ចេះហោះទៀតផងពេលហ្នឹងឪពុកម្ដាយគាត់មិនទាន់មានចំណាត់ការអ្វីទេគឺចេះតែបន្តចាំមើលបន្តិចទៀតសិនមានយប់មួយនោះខណៈកំពុងតែគេងឪពុកម្ដាយគាត់ក៏បានឮប្អូនស្រីនឹងមកមើលនិយាយថាអត់ពាក់ទេអត់ពាក់ខោអាវនឹងទេដល់ពេលឮអញ្ចឹងពួកគាត់ក៏ប្រញាប់ដាស់កូនឲ្យភ្ញាក់ឡើងព្រោះយល់ថាកូនប្រហែលជាកំពុងយល់សប្តិអាក្រក់ដល់ពេលភ្ញាក់ដឹងខ្លួនពួកគាត់ក៏សួរកូនថាយល់សប្តិឃើញអីប្អូនស្រីបានរៀបរាប់ថាគាត់យល់សប្តិឃើញក្មេងស្រីដែលជាមិត្តភក្តិគាត់នោះបាននាំគាត់ដើរលេងពេញក្នុងវត្តបន្ទាប់មកនាងក៏បានហុចខោអាវមួយកំភ្លេមកឲ្យពាក់ដែលខោអាវនឹងប្រឡាក់សុទ្ធតែឈាមអញ្ចឹងហើយទើបនាងប្រកែកមិនព្រមពាក់ដល់ពេលមិនព្រមពាក់ក្មេងស្រីម្នាក់នោះក៏ធ្វើមុខខឹងអញ្ចឹងហើយទើបធ្វើឲ្យប្អូនស្រីមានអារម្មណ៍ភ័យខ្លាចដោយគិតថារឿងចម្លែកទាំងអស់វាកើតឡើងដោយសារខោអាវដែលទើបនឹងទទួលបានពីលោកពូឪពុកម្ដាយរបស់មិត្តភក្តិខ្ញុំក៏សម្រេចយកខោអាវនឹងទៅដុតចោលហើយក៏បាននិយាយកំឡុងពេលដុតនឹងផងដែរថាសូមឲ្យវានឹងបានទៅម្ចាស់ដើមវាផងហើយកុំមករករឿងគេទៀតប្រហែលធ្វើបែបនឹងវាបានផលចាប់តាំងពីពេលនោះមកដូចជាមិនមានរឿងអ្វីចម្លែកកើតឡើងបន្តទៀតទេតែនេះខ្ញុំនិយាយចំពោះអ្នកខ្ញុំស្គាល់ប៉ុណ្ណោះបើរឿងចម្លែកកើតឡើងចំពោះអ្នកខ្ញុំមិនស្គាល់វាមានន័យថារឿងនៅមិនទាន់ចប់ទេក៏មានន័យថាវិញ្ញាណក្មេងស្រីម្នាក់នឹងក៏មិនទាន់ទៅណាដែរបាទរឿងរបស់បងប្រុសក៏បានមកដល់ទីបញ្ចប់ហើយអរគុណលោកអ្នកដែលបានចំណាយពេលស្ដាប់សូមគោរពលាជួបគ្នាវីដេអូក្រោយ